มันสะอาดมันฉลาดมันទំនើបលើគេមិនហៅ Treasury Dark Edition 2025ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពី5ចំណុចរបស់ Treasury Dark Edition 2025ចំណុចទី1ដែលខ្ញុំចង់បង្ហាញបងប្អូននោះគឺរូបរាងខាងក្រៅរបស់ Ford Treasury Dark Edition 2025ដែលបងប្អូនងាយស្រួលចំណាំទី1គឺប៉ាណាមុខពណ៌ខ្មៅយ៉ាន់កង់ពណ៌ខ្មៅកញ្ចក់ក្តោបពណ៌ខ្មៅនិងតាបូពណ៌ខ្មៅមានភាពទាក់ទាញទាន់សម័យសម្រាប់យុវវ័យសម័យថ្មីចំណុចទី2ខ្ញុំចង់បង្ហាញពីប្រភេទម៉ាស៊ីន Ford Treasury Dark Edition ដែលយើងមកពាក់មកជាមួយម៉ាស៊ីន 1.5 EcoBoost កម្លាំងសេស163សេសនិងកម្លាំងរមួល250 Nm ជាមួយនឹងប្រអប់លេខ7វគ្គអូតូផងដែរចំណុចទី3ជាទូទៅបងប្អូនតែងតែប្រើ Smart Key ទៅលើការ lock sound និង unlock sound របស់រថយន្តតែមកសម្រាប់ Ford Treasury Dark Edition 2025នេះបងប្អូនគ្រាន់តែដើរទៅដល់ចិត្តរថយន្តប្រព័ន្ធទ្វារនិង unlock ជូនបងប្អូនទៅអូតូម៉ាទិកចំណុចទី4គឺយើងនិយាយទៅលើ driving mode របស់ Ford Treasury Dark Edition 2025តែយើងមាន4 driving mode ទី1គឺ normal សម្រាប់បងប្អូនបើកលើស្ថានភាពផ្លូវធម្មតា driving mode ទី2គឺ eco សម្រាប់បងប្អូនប្រើក្នុងក្រុងឬផ្លូវស្ទះសម្រាប់ការសន្សំសំចៃប្រេងរបស់បងប្អូន driving mode ទី3គឺ sport សម្រាប់បងប្អូនដែលប្រើក្នុងការវ៉ាចែងចោលបានលឿនស្ទុះយើងប្រើទៅលើ driving mode ទី3គឺ sport driving mode ទី4គឺ mountain សម្រាប់បងប្អូនប្រើក្នុងស្ថានភាពផ្លូវដែលមានឧបសគ្គតិចតួចឬឡើងភ្នំគឺបងប្អូនអាចប្រើ driving mode ទី4បានចំណុចទី5ខ្ញុំចង់បង្ហាញពីព័ត៌មានថ្មីរបស់ Ford យើងគឺ Ford Treasury Dark Edition 2025នេះឥឡូវផលិតនៅក្នុងស្រុកខ្មែរហើយតម្លៃវិញគឺមហាពិសេស$43,900តែប៉ុណ្ណោះហើយជាផលិតផលដែលផលិតទៅដល់កូនខ្មែរយើងផ្ទាល់តែម្ដង